ពរអញ្ចឹងថ្ងៃនេះអាត្មាក៏សូមណែនាំអំពីដើមឈើប៉ុន្មានប្រភេទដែលអាត្មាធ្លាប់ស្គាល់ធ្លាប់ដឹងមកហើយក៏មានបញ្ហាពិតមែនពរគឺដើមទី1គឺប្រភេទដើមអំពិលពរទី2ដើមចេកជ្វាទី3ដើមច័ន្ទទី4ដើមព្រីងទី5ដើមឫស្សីដើមផ្កាចម្ប៉ានិងផ្កាចំប៉ីប្រភេទដើមទាំងនេះវាអាចថានឹងមានព្រាយឬក៏មានវិញ្ញាណជាអសុរកាយឬក៏វិញ្ញាណទាំងឡាយដែលជាហៅថាអពមង្គលវានៅបានវិញ្ញាណនៅអពមង្គលទាំងឡាយនោះដែលវានៅហើយវាច្រើនតែឲ្យយើងនឹងមានទុក្ខទោសភ័យជាដើមទាំងឡាយមានដូចជាជំងឺឈឺថ្កាត់មានដូចជាបញ្ហាក្នុងក្រុមគ្រួសារមានការឆ្លោះប្រកែកគ្នាឬក៏ហៅថាមានការបែកបាក់គ្នាជាដើមអានឹងរឿងទី1ដែលយើងមិនគួរដាំឧទាហរណ៍ថាញោមមានរួចហើយដើមទាំងឡាយនោះរួចហើយញោមទៅធ្វើផ្ទះនៅទីនោះអញ្ចឹងញោមត្រូវមានការអនុញ្ញាតហើយញោមត្រូវរកមុំមួយដែលល្អសម្រាប់សាងសង់ផ្ទះដើម្បីនឹងមិនឲ្យប៉ះពាល់ទៅដល់ដើមប្រភេទទាំងឡាយនោះហើយរឿងផ្ទះនោះទៀតញោមមិនគួរមានដើមឈើធំធំនៅក្បែរផ្ទះនៅពេលណាដែលមែកឈើបោះលើដំបូលផ្ទះគេហៅថាបោះលៀនពាក្យថាបោះលៀនត្រង់កន្លែងនេះគឺសំដៅទៅការរកចំណូលប៉ុន្មានក៏មិនសល់ហៅថាត្រូវតែមានបញ្ហាចេញទៅវិញឬក៏មានបញ្ហាត្រូវហូបអស់បើយើងគិតពីវិទ្យាសាស្ត្រវាអាចថាធ្វើឲ្យវាមានសម្លេងឮគ្រីកគ្រូហើយញោមសម្រានមិនលក់ជួនកាលយើងមានការភ័យខ្លាចជាដើមទី1ទី2នៅពេលដែលមែកឈើនោះពុកផុយឬក៏ដោយប្រការណាវាអាចថាបាត់សង្កត់នៅលើផ្ទះយើងបានអញ្ចឹង